ការចាយលុយនិងការចាយពេលវេលាពេលមុនលឺធានបទនេះមានអារម្មណ៍មិនដែរពេលលឺតែការចាយលុយហើយអារម្មណ៍យើងអ្នកគ្នាគិតថាវាមិនជាពិបាកហ្មងគ្រាន់តែចាយនោះមែនទេតែពេលខ្លះយើងចាយពិបាកមានថាបាក់ទាំងណាពេលខ្លះយើងចាយអស់មុនខែណាចាយអស់មុនខែទៅវាអត់បានចាយដល់ចុងខែអញ្ចឹងទៅដូច្នេះពិបាកខ្ចីគេថែមទៀតដើម្បីយកមកចាយហ្នឹងហើយអាហ្នឹងហើយការពិបាត់នៃការចាយលុយអ្នកខ្លះថារន់ចាយវាពិបាកហ្នឹងហើយប៉ុន្តែវាខ្លាចវាហុចផលលំបាកឲ្យយើងដែរព្រោះយើងអត់ចេះចាយនេះប៉ុន្តែការចាយលុយនៅពេលយើងចាយអស់ហើយយើងអាចរើទៀតដើម្បីយកមកចាយមិនថាយើងអាចធ្វើការដើម្បីរើលុយថែមទៀតយកមកចាយណាយ៉ាងកាលណាចង់ផ្លូវកាត់អីខ្ចីលុយគេថែមយកមកចាយអញ្ចឹងទៅហ្នឹងហើយដើម្បីពេលខ្លះសុបាយចាយមែនតាហើយយើងមានលុយដៃមិនទៅជាសល់មានតែដៃនិយាយលេងថាលុយហើយនឹងមនុស្សយើងសត្រូវមួយគ្នាត្រូវមានមួយអត់មួយបើមានលុយគឺអត់យើងបើមានយើងគឺអត់លុយពេលខ្លះយើងទៅត្រូវមួយគ្នាឆ្លោះនេះរហូតមានន័យថាយើងពេលខ្លះរើមិនទៅសោះអានេះដោយសារតែការចាយអត់ចេះគិតដូចជាខ្ញុំពីមុនជាដើមនឹកឃើញឲ្យចាយនឹងណាតែអត់ចេះគិតដល់ចុងក្រោយអស់ឲ្យចាយនេះដូច្នេះប៉ុន្តែការចាយលុយយើងអាចត្រឡប់វាឡើងវិញបានម្ដងទៀតមានថាយើងអាចមានឱកាសដើម្បីរើវាម្ដងទៀតរើលុយម្ដងទៀតដូចខ្ញុំធ្លាប់និយាយពីបទពិសោធន៍ខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំរើស៊ីបរាជ័យកាលពេលប្រហែល3 4 5ឆ្នាំមុនហ្នឹងហើយខ្ញុំអស់អីពីខ្លួនអលីងហើយកសាងជីវិតខ្លួនឯងឡើងវិញម្ដងទៀតមានថាខ្ញុំមានឱកាសណាមានឱកាសដើម្បីកសាងជីវិតខ្លួនឯងឡើងវិញមានឱកាសរើលុយម្ដងទៀតហើយយកមកចាយម្ដងទៀតអញ្ចឹងណាយកមកទិញម្ដងទៀតណាពីមុនខ្ញុំអស់លីងអស់ទាំងផ្ទះអស់ទាំងឡានអស់ទាំងទ្រព្យសម្បត្តិផ្សេងតែឥឡូវព្យាយាមរលុយមកវិញហើយក៏ទិញមកវិញអញ្ចឹងណាហ្នឹងហើយទិញផ្ទះនៅទិញឡានជិះអីចឹងទៅរៀងអាចកសាងឡើងវិញម្ដងទៀតបាននេះឯងគេហៅថាការចាយលុយណានឹងចាយលុយមានថាយើងបាត់ហើយយើងមានឱកាសរើម្ដងទៀតដើម្បីយកមកចាយហ្នឹងហើយនេះអីគេថាការចាយលុយប៉ុន្តែការចាយពេលវេលាវាខុសពីការចាយលុយតែការចាយពេលវេលាខុសពីការចាយលុយវាមិនមានន័យថាពេលវេលាដែលយើងប្រើប្រាស់ហើយយើងពិបាកនឹងយកត្រឡប់មកវិញណាហ្នឹងហើយពិបាកវាមិនមានន័យថាអ្វីដែលយើងធ្លាប់ធ្វើនៅពេលដែលក្នុងវ័យយើងតើយើងនៅវ័យក្មេងយើងអាចធ្វើសកម្មភាពមួយដែលល្អឬមិនល្អក៏ដីតែយើងមិនអាចត្រឡប់ទៅក្រោយវិញម្ដងទៀតណាដូចជាអ្នកខ្លះធ្លាប់និយាយថាចង់ក្មេងម្ដងទៀតណាបើកាលពីនៅក្មេងមិនសូវចេះខ្វល់ខ្វាយអីទេដឹងតែឆ្លៀកពាក់ដឹងតែហូបបាយដឹងតែទៅរៀនហើយដេកមិនសូវពិបាកចិត្តរឿងរើលុយចិញ្ចឹមគ្រួសារចិញ្ចឹមប្រពន្ធកូនណាអីចឹងទេបងចង់ក្មេងម្ដងទេបានក្មេងម្ដងទៀតនឹងសុបាយមិនអីដឹងតែពីលេងដឹងតែពីសុបាយបើនៅបឋមវិញមិនទៅដូចខ្ញុំមកកាលនៅបឋមមិនសូវចេះគិតរឿងរៀនមកនេះគិតរឿងលេងច្រើនជាងហ្នឹងហើយដូច្នេះពេលខ្លះក្នុងជីវិតកាលពីយើងនៅក្មេងពេលខ្លះយើងជួបរឿងសុបាយច្រើនជារឿងរីករាយច្រើនតែដល់ពេលយើងមានវ័យចាស់វ័យមានតែវ័យច្រើនទៅអាកាសដែលយើងសុបាយរីកកាលពីវ័យក្មេងវាលែងមានឱកាសម្ដងទៀតណាដូចជាចាស់ថាកាលពីនៅក្មេងដេញឲ្យតែដេកអត់ព្រមដេកទេណាហ្នឹងហើយដល់តែពេលវ័យកាន់តែច្រើនរើឱកាសដេកលេងបាននេះហើយជុំពីខ្លះអ្វីដែលយើងធ្លាប់ជួបពីអតីតកាលជួបកាលពីយើងនៅវ័យក្មេងឬវ័យជំទង់វ័យកណ្ដាលក្ដីហ្នឹងហើយយើងមិនអាចត្រឡប់ទៅក្រោយម្ដងទៀតបានពួកអីវ័យនៅអាយុយើងចេះតែកើនទៅមុខរហូតហើយវាមិនអាចត្រឡប់ក្រោយវិញម្ដងទៀតយើងមិនអាចទៅធ្វើរឿងអតីតកាលយើងបានម្ដងទៀតដូចពីមុនបាននោះទេណាដូចពេលខ្លះយើងកម្លាំងយើងមានកាលពីយើងនៅក្មេងតែឥឡូវកម្លាំងយើងចុះខ្សោយពេលខ្លះប្រាជ្ញាយើងមានល្អខ្លះកាលនៅក្មេងឥឡូវពេលយើងវ័យចាស់ប្រាជ្ញាចាប់ផ្ដើមចុះខ្សោយអ្វីទាំងអស់ពេលបានប្រែប្រួលទាំងអស់ទៅតាមរាងកាយនិងពេលវេលាដែលយើងបានឆ្លងកាត់នឹងឯងហ្នឹងហើយដូច្នេះដូចខ្ញុំដែរពេលខ្លះខ្ញុំនិយាយមួយក្រុមការងារថាខ្ញុំតឹមតា surprise ខ្លួនឯងភ្ញាក់ផ្អើលខ្លួនឯងអាយុ30ឆ្នាំមួយរយៈមុនថាខ្ញុំអាយុ30បាត់ហ่ะភ្លេចខ្លួនអាយុ30បាត់ហើយបាទអត់ទាន់អីអត់ទាន់អស់តែមិនទាន់អស់ភាពជាយុវជនហ្នឹងបាទអត់ទាន់អស់ភាពស្ទាវហ្នឹងមិនបើក30បាត់ណាតែឥឡូវនៅពេលនេះខ្ញុំជិត40បាត់ទៀតហើយអាចចូលក្បាល30មិនទាន់បានស្អីហ្នឹងឥឡូវជិតចូលក្បាល40បាត់ទៅហើយវ៉ាវពេលវេលាលឿនមែនតើបាទលឿនណាស់បងប្អូនទីស្រឡាញ់ហើយចឹងបានពេលខ្លះយើងសួរមកខ្លួនឯងតាមតើយើងបានធ្វើរឿងអីខ្លះដែលមានប្រយោជន៍នៅក្នុងវ័យរបស់យើងនៅក្នុងវ័យរបស់យើងវ័យក្មេងវ័យរបស់យើងវ័យកណ្ដាលវ័យរបស់យើងវ័យចាស់ហ្នឹងហើយឬក៏ក្នុងឱកាសដែលយើងរស់នេះតើយើងអាចធ្វើអ្វីខ្លះដែលមានប្រយោជន៍ក្នុងឱកាសដែលយើងអាចរស់នៅនឹងបានអាចមើលឃើញណាហ្នឹងហើយអាចបន្ត legacy ឬក៏កេរដំណែលសម្រាប់អ្នកជំនាន់ក្រោយបានតើយើងអាចបន្សល់អ្វីសម្រាប់
ជាគេដំណើរសម្រាប់មនុស្សចំនួនក្រោយដែលយើងនឹងកន្លងពេលដែលយើងមានឱកាសនឹងធ្វើរឿងដែលមានតម្លៃនឹងមានរឿងដែលមានប្រយោជន៍នៅក្នុងជីវិតរបស់យើងនេះឯងនេះឯងគឺជាអ្វីមួយតែយើងនៅក្នុងវ័យរបស់យើងក្នុងភាពជាយុវជនក្តីក្នុងភាពជាមនុស្សវ័យកដាលក្តីវ័យចាស់ក្តីហ្នឹងហើយតើយើងគិតថាតើយើងគួរតែធ្វើអីក្នុងដំណាក់កាលនីមួយៗដែលយើងធ្វើអីដែលមានប្រយោជន៍បើសិនជាយើងយុវជនទាំងអស់នៅក្នុងវ័យក្មេងគួរតែគិតអំពីការសិក្សារៀនសូត្រប្រឹងការរៀនសូត្រឲ្យបានល្អបំផុតប្រឹងរៀនសូត្រឲ្យមានចំណេះកាន់តែខ្ពស់ឡើងដែលយើងអីខួរក្បាលយើងនៅបើកយើងអាចនៅគិតបានយើងអាចនៅព្យាយាមយើងអាចនឹងរៀនចូលបានហ្នឹងហើយយើងមិនទាន់រៀបការខួរក្បាលយើងនៅល្អណាដូច្នេះវាអត់ដូចពេលអ្នកដែលរៀបការហើយខួរក្បាលគិតរឿងច្រើនណាបើអ្នករៀបការហើយគិតរឿងចំខូនគិតរឿងចំគ្រួសារគិតរឿងធ្វើបញ្ហាក្នុងគ្រួសារបើរឿងលុយកាក់ហ្នឹងអត់ចេះចប់អត់ចេះហើយឯណាហ្នឹងហើយជួនកាលក្នុងគ្រួសារឆ្លោះគ្នាទៀតកាន់តែវាវើដូច្នេះបញ្ញាអត់ដូចកាលពីយើងនៅក្មេងជាយុវជនដែលយើងមានឱកាសរៀនសូត្របានល្អជាងនោះទេបាទដូច្នេះតើសំណួរតើយើងនៅវ័យក្មេងយើងគួរធ្វើអីដែលមានប្រយោជន៍សម្រាប់ខ្លួនឯងសម្រាប់គ្រួសារសម្រាប់សង្គមជាតិហើយពេលយើងវ័យកដាលពេលយើងរៀបការហើយយើងគួរអីធ្វើមានប្រយោជន៍សម្រាប់គ្រួសារយើងសម្រាប់កូនយើងសម្រាប់ប្រពន្ធយើងសម្រាប់ប្តីយើងនិងសម្រាប់អ្នកផ្ទះយើងសម្រាប់សង្គមជាតិយើងគួរធ្វើអីដល់ពេលយើងវ័យចាស់ណាយើងគិតថាតើយើងគួរធ្វើអីសម្រាប់ជាគេដំណើរសម្រាប់មនុស្សចំនួនក្រោយសម្រាប់ធ្វើអីដែលមានប្រយោជន៍សម្រាប់កូនចៅចំនួនក្រោយពេលខ្លះពេលវេលាចេះតែទៅមុខហើយទីបំផុតថ្ងៃចុងបំផុតនៃជីវិតរបស់យើងនឹងនៅល្មៀនឬក៏នៅក្នុងមឈូសនៅត្រូវគេកប់ក្នុងដីពេលខ្លះក្នុងជីវិតជាមនុស្សយើងមិនបានគិតអំពីជីវិតខ្លួនឯងច្រើនទេមិនថាមិនទៅគិតអំពីថ្ងៃខាងមុខរបស់ខ្លួនឯងដែលត្រូវទៅដល់ទីបញ្ចប់ទេពេលដែលយើងនៅពេញរលុយបានពេញសប្បាយយើងភ្លេចអំពីមឈូសយើងភ្លេចអំពីដីគេកប់យើងភ្លេចអំពីមេនដែលគេត្រូវដុតតែនៅពេលដែលចូលរួមបុណ្យសពប្រហែលមនុស្សច្រើនចាប់ដើមគិតអំពីជីវិតរបស់ខ្លួនឯងតើចិត្តដល់វេនអញហើយនៅប្រហែលអ្នកខ្លះអាចគិតចឹងតែដល់វេនអញហើយនៅពេលដែលយើងចូលរួមបុណ្យសពប៉ុន្តែមុននឹងរឿងនោះកើតឡើងមកក្នុងជីវិតរបស់យើងតើយើងគួរតែប្រើប្រាស់ពេលវេលាឲ្យមានតម្លៃយ៉ាងដូចម្តេចនេះឯងគឺជាអ្វីមួយដែលជីវិតរបស់យើងម្នាក់គួរតែវានឹងពិចារណាបាទនៅក្នុងព្រះគម្ពីរគ្រីស្ទបរិស័ទព្រះជាម្ចាស់តែងបង្រៀនយើងជានិច្ចអំពីអ្វីដែលយើងគួរតែធ្វើក្នុងកំឡុងពេលយើងនៅរស់នេះដែលជាប្រយោជន៍សម្រាប់មនុស្សជាតិជាប្រយោជន៍សម្រាប់ព្រះរាជរបស់ព្រះជាម្ចាស់តើយើងគួរតែធ្វើអ្វីដើម្បីជាគេដំណើរសម្រាប់មនុស្សចំនួនក្រោយបាទព្រះជាម្ចាស់តែងបង្រៀនយើងអំពីប្រាជ្ញានៃការរស់នៅអំពីការប្រើប្រាស់ពេលវេលាដែលមានតម្លៃបំផុតការប្រើប្រាស់ពេលវេលាដែលមានភាពផ្អែមល្ហែមបំផុតបាទជាមួយគ្រួសារយើងប្តីប្រពន្ធនិងកូនរបស់យើងសាច់ញាតិបងប្អូនរបស់យើងជាមួយគេបាទជាមួយមិត្តភ័ក្តិជាមួយសង្គមជាតិរបស់យើងហើយផ្ដល់អ្វីដែលជាប្រយោជន៍សម្រាប់សង្គមមួយនេះនិងប្រយោជន៍សម្រាប់គ្រួសាររបស់យើងនឹងឯងនោះឯងជាគុណតម្លៃមុននឹងយើងម្នាក់ដែលយើងត្រូវចាកចេញអំពីផែនដីនេះទៅកាន់ភពមួយថ្មីទៀតក្រោយពេលស្លាប់តើយើងគួរធ្វើអីដែលមានប្រយោជន៍នឹងឯងខ្ញុំដឹងថាបងប្អូនអរគ្នានឹងគិតរឿងជាច្រើននៅក្នុងជីវិតរបស់ខ្ញុំតែងតែគិតថាតើខ្ញុំគួរធ្វើអីខ្លះសម្រាប់ប្រយោជន៍នៃមនុស្សចំនួនក្រោយដូច្នេះបានជាខ្ញុំនឹកឃើញអំពីវិស័យអប់រំបាទដូច្នេះខ្ញុំបានបើកសាលាហើយខ្ញុំបានបង្រៀនដល់សិស្សជួយសិស្សក្រីក្រមួយចំនួនដើម្បីគេមានឱកាសរៀនសូត្រហើយនេះឯងគឺជាអ្វីមួយដែលខ្ញុំគិតថាខ្ញុំអាចជួយបានសម្រាប់មនុស្សចំនួនក្រោយគឺវិស័យអប់រំបាទដូច្នេះខ្ញុំព្យាយាមរកស៊ីផ្សេងពេលខ្លះមានបងប្អូនក្រុមជំនុំចូលរួមជាដង្វាយនិងបងប្អូនសប្បុរសជនចូលរួមជាថវិកាវិកទានបន្ថែមហើយខ្ញុំមានចំណូលអំពីមុខរបររបស់ខ្ញុំបន្ថែមនេះយើងបានដាក់ទៅក្នុងសាលារបស់ខ្ញុំដើម្បីយើងបានយកលុយទៅអនុដើម្បីទៅប្រើប្រាស់នៃដំណើរការវិស័យអប់រំនៅក្នុងសាលាដែលខ្ញុំបានបង្កើតហ្នឹងហើយនេះក៏ជាចំណុចមួយដែលជាចំណែកមួយរបស់ខ្ញុំដែលខ្ញុំមានឱកាសដើម្បីរស់នៅលើផែនដីនេះខ្ញុំគិតអំពីវិស័យអប់រំដល់ក្មេងចំនួនក្រោយបាទដើម្បីឲ្យគេបានមានឱកាសទទួលការអប់រំដែលល្អហើយមានឱកាសកសាងជីវិតនៅថ្ងៃអនាគតដ៏ល្អប្រសើរនេះក៏ជាចំណែកមួយដ៏តូចដែលខ្ញុំឧទាហរណ៍ពីជីវិតរបស់ខ្លួនឯងចុះចំណែកជីវិតរបស់បងប្អូនវិញតើបងប្អូនគិតថាគួរតែចាយពេលវេលាដូចម្តេចដើម្បីឲ្យវាមានតម្លៃបំផុតនៅក្នុងជីវិតនៅឱកាសដែលយើងមានដង្ហើមដកលើផែនដីនេះព្រោះនៅថ្ងៃមួយបេះដូងរបស់យើងនឹងលែងលោតខួរក្បាលរបស់យើងនឹងលែងដើរច្រមុះរបស់យើងនឹងសួតរបស់យើងលែងដកដង្ហើមបានត្រចៀករបស់យើងនឹងលែងស្ដាប់ឮភ្នែករបស់យើងនឹងលែងមើលឃើញអ្វីសពបែបយ៉ាងនឹងត្រូវបានបញ្ចប់ទាំងអស់
ទ្រព្យសម្បត្តិដែលយើងខំប្រឹងកសាងតាំងពីយើងនៅវ័យក្មេងរហូតដល់យើងនៅវ័យចាស់នឹងបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយហើយយើងចាក់ចេញទៅដៃខ្លួនទៅទេដែលយើងតែនិយាយលេងថាមកផែនដីដល់ទៅទេហើយទៅវិផែនចេញវិផែនដីទៅដោយទៅទេដែរគ្មានយកអីទៅទេមិនបានយកអ្វីមកចូលមកផែនដីហើយតបទៅវិញក៏មិនបានយកអ្វីចេញពីផែនដីដែរប៉ុន្តែយើងអាចបន្សល់ទុក legacy ឬកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានបាទនេះឯងគឺជាអ្វីមួយដែលអរលោកបងប្អូនអរគ្នាពិចារណាពីជីវិតរបស់យើងណាកុំប្រើប្រាស់ពេលវេលានៃជីវិតអត់ប្រយោជន៍ច្រើនពេកបាទខ្ញុំឃើញថាបងប្អូនខ្លះបានប្រើប្រាស់ពេលវេលាដែលខាតបង់ទាំងពេលវេលាខាតបង់ទាំងសុខភាពខាតបង់ទាំងលុយកាក់គឺទៅលើគេទៅលើគ្រឿងស្រវឹងទៅលើលបែងស៊ីសងទៅលើរឿងអបាយចំមុខទៅលើគ្រឿងញៀនស្ដាយបងប្អូនស្ដាយពេលវេលាដ៏ល្អនៃជីវិតរបស់យើងដែលគួរឲ្យរីករាយប៉ុន្តែត្រូវទៅរងវិនាសកម្មដោយសារតែគ្រឿងស្រវឹងដោយសារតែគ្រឿងញៀនដោយសារតែលបែងដោយសារតែរឿងអបាយចំមុខជាច្រើនផ្សេងទៀតដែលធ្វើឲ្យជីវិតយើងបាត់តម្លៃបាត់ខ្លឹមសារបាត់អនាគតដ៏ល្អប្រសើរបាត់គេដំណែលសម្រាប់មនុស្សជំនាន់ក្រោយសម្រាប់ក្រុមគ្រួសារសម្រាប់កូនចៅជំនាន់ក្រោយនិងសម្រាប់សង្គមជាតិនេះឯងគឺជាអ្វីមួយដែលបងប្អូនអរគ្នាគួរតែពិចារណាសម្រាប់តម្លៃរបស់ខ្លួនឯងក្នុងពេលដែលយើងនៅរស់នេះដូច្នេះបើសិនជាយើងប្រាប់ដើមចេះចាយពេលវេលានេះដ៏ល្អបំផុតដែលជាប្រយោជន៍នោះប្រជាម្ចាស់នឹងប្រទានពរដល់លោកអ្នកនរគ្នាមួយជា100ថែមហើយថែមទៀតហើយឲ្យតម្លៃរបស់បងប្អូនកាន់តែ rich kuski កាន់តែស្រស់បំព្រងកាន់តែល្អប្រសើរហើយអ្នកនរគ្នានឹងចាក់ចេញផែនដីទៅនៅថ្ងៃណាមួយដោយស្នាមញញឹមនិងភាពរីករាយបាទអរគុណនេះឯងគឺជាចំណែកមួយនៃការពិចារណាលេងហ្នឹងហើយសូមបងប្អូនបានគិតលេងសប្បាយជាចំណេះដឹងជាការគិតជាការវែកញែកជាការពិភាក្សាគ្នាលេងណាហ្នឹងហើយកុំតឹងតែងអារម្មណ៍ឡើងពេកហ្នឹងហើយបើសិនជាវីដេអូនេះមានប្រយោជន៍សូមបងប្អូនយកទៅពិចារណាហើយជួយ like ជួយ follow និងចែកបែបកាន់តែផ្សេងទៀតផងដែរបាទអរគុណសូមព្រះជាម្ចាស់ប្រទានពរនឹងក្រុមច្រើនបងប្អូនយ៉ាងបរិបូរណ៍ជម្រាបលា